បាទសូមគោរពជម្រាបសួរពុកម៉ែមាមីបងប្អូនលោកយាយលោកតាប្រិយមិត្តទាំងអស់ជាទីគោរពរាប់អានបាទនៅថ្ងៃផងដែរខ្ញុំបាទក៏សូមលើកយកនៅហោរាសាស្ត្រនៃការទូទាយទៅលើឆ្នាំវកក្នុងឆ្នាំ2026នេះបាទចំពោះអ្នកដែលកើតឆ្នាំវកនៅក្នុងឆ្នាំ2026នេះឃើញថាមានការផ្លាស់ប្ដូរប្រែប្រួលនៃជីវិតនិងឧបសគ្គតិចតួចកើតឡើងខណៈដែលសុខភាពក៏ហាក់ដូចជាមានការឈឺថ្កាត់ខ្លះដូច្នេះគួរមានការប្រុងប្រយ័ត្នដូច្នេះហើយលោកអ្នកគួរតែមានការទទួលទាននៅអាហារដែលមានផាសុកភាពនិងអាហារូបត្ថម្ភឲ្យបានគ្រប់គ្រាន់ដើម្បីជៀសវាងនៅបញ្ហាសុខភាពនានាកើតឡើងមនុស្សដែលកើតឆ្នាំវកគឺជាមនុស្សដែលមានភាពរស់រវើកសកម្មនឹងការប្រកួតប្រជែងភាគច្រើនបុរសមានភាពវាងវៃចំណែកឯស្ត្រីវិញគឺមានភាពរហ័សរហួននៅក្នុងវ័យកុមារពួកគេចូលចិត្តរបស់ថ្មីហើយជារឿយៗទទួលបាននូវការគាំទ្រពីមនុស្សចាស់ទុំនៅក្នុងវ័យកណ្ដាលបែរជារវល់នឹងការងារគ្មានពេលសម្រាកលុះដល់ពេលចាស់ក៏អាចរកទ្រព្យសម្បត្តិបានច្រើនទៀតផងចំពោះសេចក្តីស្នេហានៅក្នុងឆ្នាំ2026នេះអ្នកដែលកើតឆ្នាំវកគឺហាក់ដូចជាមានភាពភ្លឺចែងចាំងក៏ប៉ុន្តែពួកគេភាគច្រើនមានទំនោរទៅរកភាពរញ៉េរញ៉ៃនៅក្នុងការទំនាក់ទំនងហើយជារឿយៗមិនអាចរកឃើញនូវសុភមង្គលបាននោះឡើយតែទោះជាយ៉ាងនេះក្តីប្រសិនបើអ្នកពិតជាមានសេចក្តីស្រឡាញ់ពិតមែននោះត្រូវតែព្យាយាមគ្រប់មធ្យោបាយដើម្បីឈ្នះចិត្តគូស្នេហ៍ដោយភាពស្មោះត្រង់ដោយរីករាយដែលនឹងអាចនាំសុភមង្គលទៅថ្ងៃមុខបានអ្នកនៅលាវអាចជួបប្រទះនៅមនុស្សគួរឲ្យចាប់អារម្មណ៍នៅក្នុងការជួបជុំនៅក្នុងសង្គមឬតាមរយៈមិត្តភ័ក្តិឬក៏សាច់ញាតិបងប្អូនអ្នកដែលមានគូស្នេហ៍រួចហើយនោះធម្មពលប៉ះទង្គិចគ្នានៃភាពស្មុគស្មាញដែលមានការឆុងទៅនឹងឆ្នាំមមីឆ្នាំ2026នេះដែលអាចជំរុញឲ្យមានភាពក្តៅក្រហាយរៀងៗខ្លួនដូច្នេះគួររក្សាចិត្តឲ្យបានស្ងប់ស្ងាត់និងតាំងចំហឲ្យបានមាំមួនទើបអាចដោះស្រាយនៅបញ្ហាទាំងនេះបានងាកមករកអាជីពបច្ចុប្បន្នវិញចំពោះអ្នកដែលកើតឆ្នាំនេះមានសម្ពាធខ្លាំងនិងមានភាពមិនស្ងប់នៅក្នុងចិត្តជាញឹកញាប់តែទោះជាយ៉ាងណាសូមកុំមានការស្លន់ស្លោនិងបាត់ស្មារតីឬក៏បាក់ទឹកចិត្តឲ្យសោះមានន័យថាលោកអ្នកប្រកាសជាមានអ្នកដែលជួយមកណែនាំជួយជ្រោមជ្រែងនិងគាំទ្រអាចលើកស្ទួយអ្នកចេញផុតពីស្ថានភាពលំបាកនោះបានត្រូវមានការអត់ធ្មត់និងបត់បែនព្រោះថាគ្រាតានតឹងទាំងនេះពិតជាកំពុងហ្វឹកហាត់និងបង្កើនសមត្ថភាពជំនាញរបស់ពុកម៉ែបងប្អូនបានសូមគិតថាឆ្នាំនេះគឺជាឆ្នាំដែលបង្កើតនូវភាពក្លាហាននិងការខិតខំប្រឹងប្រែងនៅក្នុងឆាកជីវិតដែលធ្វើឲ្យលោកអ្នកមានភាពរឹងមាំសម្រាប់ទៅថ្ងៃអនាគតបានផ្នែកហិរញ្ញវត្ថុឆ្នាំ2026មើលទៅមានសង្ឃឹមថាអាចមានចំណូលផ្ទាល់ខ្លួនឬក៏ប្រយោលព្រោះមនុស្សឆ្នាំនេះគឺមានភាពវៃឆ្លាតតែងតែចាប់ឱកាសបាននិងឆ្លៀតបង្កើតឱកាសបីបង្កើតចំណូលបានយ៉ាងច្រើនសន្ធឹកសន្ធាប់ព្រោះថាមនុស្សកើតឆ្នាំនេះគឺជាមនុស្សដែលមានសំណាងតាំងពីកំណើតក្នុងការរកលុយកាក់ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃដូច្នេះហើយទើបអ្នករតីមានការចំណាយឈ្លាននេះទៅលើអ្នកកើតឆ្នាំនេះមនុស្សកើតឆ្នាំនេះភាគច្រើនគឺមានការចាយវាយច្រើនខ្ជះខ្ជាយមិនសូវចេះសន្សំប៉ុន្មាននោះទេឲ្យតែមានលុយនៅក្នុងដៃគឺឃើញថាមានការចំណាយចេញជាខ្ជាតែម្ដងចំពោះអ្នកដែលកើតឆ្នាំវកលោកអ្នកគួរតែមានការពាក់ឬក៏ដាក់រូបសញ្ញាសត្វពស់ឬសត្វកណ្ដុរឬក៏សត្វនាគរាជនៅលើតុធ្វើការដើម្បីមានភាពល្អប្រសើរនិងនាំសំណាងចូលមកដល់ជីវិតរបស់លោកអ្នកសូមកុំជ្រើសរើសរូបសញ្ញាដូចជារូបខ្លារូបជ្រូកដែលជាបញ្ហាដល់ការរីកចម្រើនរបស់លោកអ្នកបានដូច្នេះហើយលោកអ្នកគួរតែមានការទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយនឹងអ្នកដែលកើតឆ្នាំម្សាញ់ឆ្នាំជូតនិងឆ្នាំរោងទើបជាការប្រសើរ
រីឯសុខភាពវិញនោះឆ្នាំនេះហាក់ដូចជាមានការប៉ះពាល់គឺកាត់កើតឡើងជាញឹកញាប់ដូច្នេះហើយលោកអ្នកគួរតែប្រុងប្រយ័ត្នចំពោះសុខភាពឲ្យបានមែនទែនជាពិសេសម្ហូបអាហារទៅទទួលទានឲ្យបានគ្រប់គ្រាន់អាហារូបត្ថម្ភនានាពុំគួរសែបគ្រឿងស្រវឹងច្រើនពេកនោះឡើយបើចំពោះអ្នកដែលចូលចិត្តដើរផ្សងព្រេងតាមព្រៃព្រឹក្សាគួរតែប្រយ័ត្នព្រោះអាចនឹងមានរបួសដៃរបួសជើងគួរតែមានការហាត់ប្រាណឲ្យបានញឹកញាប់ចូលសម្រាកឲ្យបានលឿនទើបសុខភាពរបស់លោកអ្នកមានភាពល្អប្រសើរសម្រាប់ហោរាសាស្ត្រនៃការទូទាយទៅលើឆ្នាំវោកបាទក៏សូមបញ្ចប់តែត្រឹមនេះបាទមុននឹងបញ្ចប់ផងដែរក៏សូមជូនពរពុកម៉ែបងប្អូនប្រិយមិត្តទាំងអស់ជួបតែសេចក្តីសុខចម្រើនលោកទទួលទានមានបាននិងមានសុភមង្គលគ្រប់គ្នាបាទសូមចុចពាក្យ Subscribe និងសញ្ញារូបកណ្ដឹងដើម្បីទទួលបានវីដេអូក្រោយៗទៀតសូមអរគុណសូមជម្រាបលា